គឺមកពីអ្នកគ្រប់គ្រងលេងបានហើយឡានចិត្តចេញហើយអ្នកណាហ៊ានខាត់អ្នកនោះសងហានជាងម្ទេសខ្ញុំមួយលោតនេះទុកនៅទីនេះសិនបានទេបើមិនទុកចិត្តក៏ដឹកត្រឡប់ទៅវិញទៅបើទុកនៅទីនេះត្រូវតាមច្បាប់ខ្ញុំច្បាប់អ្នកធ្វើឲ្យពួកយើងរងចាំយូរហើយរងចាំដើម្បីតម្លៃមិនមែនរងចាំឲ្យខូចទេអ៊ូអណាស់តើរបស់អនកុំមកបៀតឡានគេដឹងហើយថាអ្នកចូលចិត្តអួតមានអ្វីនិយាយមកកាន់ខ្ញុំកុំមកប៉ះពាល់ទំនិញរបស់នេះក៏ហៅថាទំនិញដែរឬថ្ងៃនេះទីផ្សារចុះថ្លៃទៀតហើយអ្នកឲ្យពួកគេទុកទំនិញគឺរងចាំឲ្យវាស្អុយរលួយទាំងអស់គ្នាមែនទេដកជើងចេញទៅម៉េចចង់ប្រើកម្លាំងបាយមែនទេខ្ញុំមិនប្រើកម្លាំងទេខ្ញុំក៏ត្រាទុកបើអ្នកហ៊ានឈានជើងទៅមុខមួយជំហានការខូចខាតនេះខ្ញុំនឹងគិតលើអ្នកបានអ្នកចេះការពារទំនិញណាស់ចុះអ្នកចេះការពារចិត្តមនុស្សដែរឬទេពួកឯងជឿគាត់មែនទេថ្ងៃនេះមិនលក់ស្អែកចុះថ្លៃទៀតខានស្អែកស្អុយរលួយតើអ្នកណាជាអ្នកទទួលខុសត្រូវហានជាងមួយនេះអ្នកសួរខ្ញុំឬស្ដាប់គាត់ខ្ញុំស្ដាប់លុយបើអញ្ចឹងត្រជាស្ដាប់ឲ្យច្បាស់ខាងក្រៅចាប់ផ្ដើមប្រម៉ូទទិញហើយថ្ងៃនេះចុះថ្លៃយប់នេះនឹងស្ងប់ព្រឹកស្អែកទំនងជាឡើងថ្លៃវិញទំនងជាអ្នកយកពាក្យថាទំនងជាមកបោកប្រាស់លុយគេមែនអ្នកយកតម្លៃទាបថ្ងៃនេះមកកេងចំណេញពីគេខ្ញុំយកស្ថានភាពទីផ្សារមកបើកផ្លូវឲ្យពួកគេអ្នកណាដែលលោកខ្វក់ចង់ទុកក៏ទុកចង់ដឹកទៅវិញក៏បានខ្ញុំមិនខត់ទេតែថ្ងៃនេះអ្នកត្រឡប់ទៅវិញស្អែកក៏ត្រូវមកលុតជង្គង់សុំលក់ឲ្យគាត់ដែរទំនិញអ្នកជាអ្នករឹបអូសចុះរឿងកាត់ភ្លើងនោះខ្ញុំមើលថាអ្នកហ៊ានយកវាទៅដាក់ណីណាព្រឹកព្រលឹមមកធ្វើបែបនេះគំរាមអ្នកណាមិនបានគំរាមអ្នកដែលទទួលស្គាល់ការពិតទេវីដេអូថតទុកមានទាំងអស់អ្នកស្គាល់មនុស្សពីរនាក់នេះទេពួកគេដើររពឹកខ្លួនឯងតើពាក់ព័ន្ធអីនឹងខ្ញុំរពឹកយ៉ាងណាក៏មិនគួរមកដល់ទូត្រជាក់ផ្ទះខ្ញុំដែរថែមទាំងមានកន្ត្រៃកាត់ដែកទៀតកុំឆ្លោះគ្នានៅមុខផ្ទះចូលក្នុងទៅសរសេរកំណត់ហេតុសម្របសម្រួលរីបញ្ជីការខូចខាតឲ្យច្បាស់លាស់បើអ្នកមិនព្រមទទួលស្គាល់ថាជាអ្នកបញ្ជាអញ្ចឹងទទួលស្គាល់មនុស្សនឹងការខូចខាតនេះសិនទៅបៃឡាវសឺរឿងអ្នកកាត់ភ្លើងខ្ញុំនេះថ្ងៃនេះត្រូវកត់ចូលបញ្ជីសិនថ្លៃភ្លើងបំរុងថ្លៃពលកម្មថ្លៃជួសជុលទូត្រជាក់គិតតាមបញ្ជីនេះបន្លែគេមិនទាន់ខូចផងតែមិនខូចព្រោះខ្ញុំការពារតាន់មិនមែនព្រោះអ្នកមិនបានធ្វើសេតុនហភាពស្ទើរតែឡើងទៅហើយថ្ងៃនេះមានទាំងមនុស្សមានទាំងភស្តុតាងបើមិនដោះស្រាយឲ្យច្បាស់ទៅអ្នកណានឹងហ៊ានមកប្រើខ្លាំងទៀតអ្វីដែលត្រូវសងខ្ញុំមិនដែលខ្វះទេហើយអ្នកដែលត្រូវសងក៏មិនរួចខ្លួនដែរចុះហត្ថលេខាទុកជាភស្តុតាងសិនថ្ងៃនេះកត់ត្រាមួយដងថ្ងៃក្រោយបើអ្នកណាមកប៉ះឃ្លាំងខ្ញុំទៀតខ្ញុំនឹងកត់បន្ថែមហានជាងបន្លែពីកន្ត្រកនេះយកទៅក្លឹងបែងចែកប្រភេទទៅកុំតន់ឲ្យដាក់ចូលឃ្លាំងគាត់ហើយដល់ពេលលក់មិនចេញកុំមកតាមរកគាត់ឲ្យសោះដកដៃចេញខ្ញុំកំពុងនិយាយជាមួយពួកគេអ្នកប្រញាប់ធ្វើអីនិយាយដោយមាត់ទៅកុំមកទាំងឡានថ្ងៃនេះតម្លៃលក់ដុំឡើង 1.8 រឿងកាត់ភ្លើងនោះខ្ញុំទុកមួយឡែកសិនទំនិញអ្នកទាំងពីរមកចំពេលល្អចូលឃ្លាំងខ្ញុំថ្ងៃនេះមិនលក់ថោកទេស្អែកចាំតាមឡានដឹកទំនិញទៅស្អែកអ្នកយកអ្វីមកធានាខ្ញុំយកឃ្លាំងនិងតម្លៃមកធានាយកភ្លើងដែលអ្នកមិនអាចកាត់បានមកធានាឆ្លៀតពេលដែលខ្ញុំទៅជាមួយហានជាងឡើយសឺខាងអ្នកមិនក៏ខ្វះទៀតហើយនៅមានខាងក្រោយទៀតម្សិលមិញអ្នកក៏និយាយបែបនេះកន្ត្រកនេះចុះបញ្ជីរួចរាល់អ្នកណាហ៊ានប៉ះអ្នកនោះសងថ្ងៃនេះអ្នកណាធ្វើខូចទំនិញត្រូវសងទាំងឡានបៃឡាវសឺថ្ងៃនេះអ្នកចង់ដណ្ដើមទំនិញឬចង់ឲ្យកណេឲ្យកឆេនមើលឲ្យច្បាស់ថាពេលនេះអ្នកណាមានទំនិញក្នុងដៃហាន់ជាងកុំស្មានថាឈ្នះមួយឡានហើយផ្លូវនេះជារបស់អ្នកពីមុនមិនមែនតែឥឡូវចិត្តមែនហើយវីឡូសបើអ្នកនៅតែមិនអាចបញ្ជូនទំនិញបានសហគមន៍នឹងមិនរងចាំអ្នកទៀតទេហាន់ជាងសម្ដេចបណ្ដោះរបស់ខ្ញុំអាចរក្សាតម្លៃបានមែនទេបើមិនអាចរក្សាតម្លៃបានតើខ្ញុំបើកឃ្លាំងធ្វើអីស្រួលណាស់ថ្ងៃនោះខ្ញុំក៏សួរដូចអ្នកដែរឥឡូវលុយនៅក្នុងហោប៉ៅចង់ឲ្យខ្ញុំដកឲ្យមើលទេកុំរងផ្លូវចូលឃ្លាំងឲ្យលឿននៅមានមួយជួរទៀតរងចាំ
ខាងស្រុកគេបន្ថែមមួយឡានទៀតឃ្លាំងអ្នកខ្លាំងមែនកុំតន់សរសើរនៅមានអ្នកខឹងសម្បាពីក្រោយទៀតចាំមើលអ្នកណាហ៊ានដឹកបន្លែទៅឲ្យវាទៀតស្ដាប់ឲ្យច្បាស់ទាំងអស់គ្នាអ្នកណាដែលដឹកបន្លែទៅឃ្លាំងវាថ្ងៃនេះកុំសង្ឃឹមថានឹងបានប៉ះឡានសហករណ៍ទៀតអ្នកខ្លាចខ្ញុំមែនទេអ្នកខ្លាចវាថ្ងៃនេះឬខ្លាចថ្ងៃក្រោយត្រូវលក់ក្នុងតម្លៃថោកហាន់យេងកុំមកបង្រៀនខ្ញុំមិនបានបង្រៀនទេខ្ញុំកំពុងគិតលេខអ្នកសង្កត់តម្លៃគេខ្ញុំការពារគេអ្នករងផ្លូវគេខ្ញុំបើកភ្លើងឲ្យគេពួកគេនឹងទៅជាមួយអ្នកណាអ្នកមិនដឹងខ្លួនទៅបន្តទៅចុះឈ្មោះបៃឡាវស៊ឺមិនមែនអ្នកចង់កាត់ផ្លូវខ្ញុំទេឥឡូវឈោមើលទៅមើលថាផ្លូវត្រូវដកចេញពីក្រោមជើងអ្នកយ៉ាងម៉េចបៃឡាវស៊ឺឡានអ្នកមានតែប៉ុណ្្នឹងទេនៅមានពីក្រោយទៀតតែពីក្រោយរាល់ថ្ងៃហើយអ្នកដាក់ចុះដកដៃចេញនេះជាទំនិញដែលខ្ញុំកក់មុនអ្នកកក់ទំនិញអ្នកកំពុងតែបន្ទាបថ្លៃហើយបៃឡាវស៊ឺថ្លៃដែលអ្នកឲ្យខ្ញុំព្រឹកមិញសូម្បីតែថ្លៃឈ្នួលពលកម្មក៏មិនគ្រាន់ផងអ្នកកំពុងប្រមូលផលឬកំពុងធ្វើរឿងគួរឲ្យអាណិតហានជាងកុំតន់អាលអ៊ូតអាំងអីខ្ញុំមិនបានអ៊ូតទេខ្ញុំគ្រាន់តែជួយឲ្យគេរកលុយបានមុនអ្នកប៉ុណ្ណោះឡាវស៊ឺបើអ្នកនៅតែរកទំនិញមិនបានពេញជីឈ្មោះនៅសហករណ៍នឹងត្រូវរៀបចំថ្មីហើយរវល់រៀងខ្លួនមែនទេកន្ត្រកបន្ទាប់អ្នកដាំបន្លែឲ្យបញ្ជីឆ្នាំមុនរបស់អ្នកណាជាអ្នកទទួលថ្ងៃនេះអ្នកយកបន្លែមកទីនេះស្អែកឡើងទ្វារសហករណ៍អ្នកត្រូវគិតឲ្យច្បាស់ទៅអ្នកខ្លាចគេបិទទ្វារឬខ្លាចបន្លែអ្នកលក់មិនដាច់រាល់ឆ្នាំហានជាងកុំមកធ្វើជាមនុស្សល្អអ្នកអាចជួយគេបានមួយដងតើអាចជួយគេបានមួយជីវិតទេខ្ញុំមិនជួយមនុស្សទេខ្ញុំការពារច្បាប់ទម្លាប់អ្វីទៅឃ្លាំងខ្ញុំមានដាក់តម្លៃច្បាស់លាស់ឡានដឹកទំនិញត្រូវតម្រង់ជួរចេញនេះអ្នកណាគោរពច្បាប់អ្នកនោះទៅមុនស្ដាប់ខ្ញុំថ្ងៃនេះខ្ញុំមិនថយក្រោយទេឃើញទេអ្នកការពារតែបញ្ជីឈ្មោះតែខ្ញុំទទួលបានទឹកចិត្តមនុស្សបន្លែទាំងនេះបើមិនចេញឥឡូវវានឹងខូចអស់ហើយខ្ញុំដឹងតែដឹងហើយបានការអ្វីទំនិញក៏មិនគ្រប់តម្លៃក៏មិនអាចកំណត់បានអ្នកខឹងដាក់គេធ្វើអីក៏ព្រោះតែហានជាងនឹងហើយគេមានទំនិញមានឃ្លាំងចុះអ្នកមានអីខ្ញុំមានបញ្ជីឈ្មោះគ្មានទំនិញក៏គ្រាន់តែជាក្រដាសឥតប្រយោជន៍ឡាវស៊ឺបើអ្នកនៅតែរកទំនិញមិនបានទៀតបញ្ជីឈ្មោះខាងក្រោយនេះខ្ញុំជួយអ្នកលេងបានហើយហានជាងមានអ្វីនិយាយក៏និយាយមកឡានដឹកទំនិញត្រូវចេញដំណើរហើយអ្នកចង់ទាញយកមនុស្សទាំងអស់ទៅខាងខ្លួនមែនទេមិនមែនខ្ញុំទាញយកទេគឺអ្នកទេដែលរុញច្រានពួកគេចេញគុំស្មានថាប្រមូលបន្លែបានប៉ុន្មានឡានហើយអាចមានសិទ្ធិនិយាយស្ដីក្នុងភូមិនេះឲ្យសោះឥឡូវនេះមិនទាន់ដល់វេនខ្ញុំទេតែក៏មិនមែនដល់វេនអ្នកដែរហានជាងបើអ្នកធ្វើឲ្យខ្ញុំអស់អត់ធ្មត់ខ្ញុំនឹងធ្វើឲ្យឡានអ្នកដឹកចេញមិនរួចសូម្បីតែមួយជើងទាំងលេខឡានលេខទំនិញនិងអ្នកទទួលគឺនៅទីនេះទាំងអស់អ្នកណាហ៊ានរារាំងគឺអ្នកនោះបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងហើយបៃឡាវស៊ឺអ្វីដែលអ្នកគួរខ្លាចបំផុតពេលនេះមិនមែនជារឿងខ្ញុំប្រមូលទំនិញបានប៉ុន្មានទេគឺរឿងអ្នកមានតែបញ្ជីទិញតែគ្មានទំនិញក្នុងដៃចេញឡានបើមិនដឹកបន្លែនេះចេញទេអ្នកចាត់ការខ្លួនឯងទៅចុះមិនមែនទៅប្រមូលរួចហើយទេទៅគឺទៅហើយតែអ្នកភូមិជាច្រើនបានយកបន្លែល្អទៅឲ្យហានជាងអស់ហើយទេមានតែបញ្ជីទិញតែគ្មានទំនិញបញ្ជីទិញជារបស់សហករណ៍ពួក
ពួកគេហ៊ានមិនអោយឬហ៊ានតើព្រោះគេមានឃ្លាំងមានតម្លៃមានឡានរួចហើយបើអ្នកនៅតែមិនអាចទាញចិត្តមនុស្សមកវិញបានបញ្ជាទិញក្រោយខ្ញុំក៏ជួយអ្នកមិនបានដែរបើអញ្ចឹងខ្ញុំនឹងទៅទាញចិត្តពួកគេមកវិញម្ដងមួយរវល់មែនទេរវល់ដឹកបន្លែឲ្យហានជាងមែនទេឡាវស៊ឺអ្នកធ្វើខ្ញុំមិនធ្វើទេខ្ញុំមកដាស់តឿនអ្នកទាំងអស់គ្នាឆ្នាំមុនតើអ្នកណាជួយដឹកបន្លែផ្ទះអ្នកចូលសហករណ៍ភ្លេចហើយមិនភ្លេចទេបើមិនភ្លេចគឺល្អហើយមនុស្សយើងកុំឲ្យដល់ពេលស៊ីបាយហើយបែរជាមកជាម្ចាស់ផ្ទះវិញឡាវស៊ឺកុំនិយាយចាក់ដោតពេកបន្លែទាំងនេះយកមកឲ្យខ្ញុំនឹងដំឡើងថ្លៃឲ្យមួយកម្រិតទៀតមួយកម្រិតតិចពេកមែនទេបើតិចពេកអ្នកទៅភ្នាល់ជាមួយហានចឹងទៅភ្នាល់មើលថាតើថ្ងៃណាគេនឹងដួលរលំដល់ពេលនោះបន្លែពេញទីធ្លាអ្នកនឹងខូចអស់ហើយឡាវស៊ឺឆ្នាំមុនដែលខ្ញុំតាមអ្នកព្រោះខ្ញុំគ្មានផ្លូវទៅឆ្នាំនេះដែលខ្ញុំទៅរកហានជាងព្រោះគេពិតជាផ្ដល់ផ្លូវឲ្យខ្ញុំមែនល្អអ្នកពិតជាខ្លាំងមែនចាំមើលថាគាត់អាចទទួលទិញបានប៉ុន្មានកន្លែងទៀតម្ទេសផ្លោកដាក់ត្រង់នេះត្រសក់ដាក់ផ្អែកជញ្ជាំងអ្នកមកក្រោយតម្រង់ជួរទៅចុះខ្ញុំលេខប៉ុន្មានលេខ15មួយចាំបន្តិចទៀតគេហៅហើយឡានម៉ោង2រសៀលមកដល់មុនកំណត់ឯងរហ័សដៃឡើងបន្តិចដឹងទេហានជាងលើកនេះខ្ញុំផ្ញើទំនិញទុកនៅកន្លែងឯងយូរអង្វែងបានទេច្បាប់នៅដដែលទំនិញល្អតម្លៃថេរកុំកាត់ជួរយូរអង្វែងម៉ាក់កុំសប្បាយចិត្តពេកនៅមានគេរងចាំវិចខ្ចប់ទៀតទុកឲ្យគេធ្វើទៅកុំឲ្យឡានឈប់បៃឡាវស៊ឺឯងនៅចង់បំពេញបន្ថែមទៀតទេយកអីទៅបំពេញហាងជាងគេចេញទៅអញចង់ដណ្ដើមយកអតិថិជនទាំងអស់មែនទេដណ្ដើមកាលពីមុនអញបង្ខំតម្លៃនោះទើបហៅថាដណ្ដើមចំណែកខ្ញុំគឺគេស្ម័គ្រចិត្តដើរមករកខ្ញុំបៃឡាវស៊ឺបើមិនឲ្យទំនិញក៏បើកផ្លូវឲ្យខ្ញុំទៅបៃឡាវស៊ឺអ្វីដែលអញគួរខ្លាចពេលនេះមិនមែនជារឿងខ្ញុំទទួលទិញបានប៉ុន្មានទេគឺឯងនៅមានការបញ្ជាទិញក្នុងដៃតែចិត្តគ្មានទំនិញឲ្យគេហើយឡានថ្ងៃនេះឯងនៅទៅរួចទេទៅយកអីទៅនេះមិនមែនជាទំនិញទេនេះជាទំនិញជាប់គាំងមិនមែនទំនិញសម្រាប់ដឹកចេញទេឯងកុំនិយាយតែពីមាត់បើមិនមែនព្រោះហានជាងកុំបន្ទោសហានជាងគ្រប់រឿងគេអាចទទួលទំនិញបានចុះឯងវិញមានការបញ្ជាទិញតែគ្មានទំនិញមានទំនិញតែដឹកចេញមិនរួចបងស៊ឺទុកមួយដងទៀតចុះបើលើកនេះធ្លាក់ថ្លៃមែនឯងទ្រាំទៀតទៅឃ្លាំងខាងក្រោយនេះខ្ញុំការពារលេងបានហើយហានជាងខ្ញុំចង់ដឹងណាស់ថាឃ្លាំងរបស់អ្នកតើពេលណាទើបបើកឲ្យខ្ញុំគាត់មកធ្វើអីមិនដឹងដែរតែមិនមែនមកនិយាយហេតុផលទេមិនទាន់ដេកទេហ៎អ្នកមកដល់ហើយតើខ្ញុំដេកលក់យ៉ាងម៉េចខ្ញុំមកសួរអ្នកមួយម៉ាត់សួរមកខ្លាំងរបស់អ្នកនៅសល់កន្លែងប៉ុន្មានទៀតអ្នកសួររឿងឃ្លាំងខ្ញុំមានបន្លែមួយឡូតចង់ផ្ញើទុកក្នុងឃ្លាំងអ្នកចង់ចូលឃ្លាំងខ្ញុំអ្នកគ្រាន់តែប្រាប់មកថាបានឬអត់ថ្ងៃស្អែកពេលមានមនុស្សច្រើនចាំអ្នកមកសួរម្ដងទៀត
មកពេលយប់មិនរកថាជាការចោះចាញ់ទេខ្ញុំមិនទទួលស្គាល់ទេគាត់មកមែនពិតជាគ្មានមុខមាត់មែនរឿងការពីយប់មិញថ្ងៃនេះខ្ញុំសូមនិយាយម្ដងទៀតនិយាយមកខ្ញុំមានបន្លែមួយលោតចង់ចូលឃ្លាំងអ្នកនេះអ្នកកំពុងប្រាប់ខ្ញុំទោះជាសុំខ្ញុំក៏ដោយក៏ត្រូវតែតាមច្បាប់ខ្ញុំដែរអ្នកថាទៅទី1ត្រូវតម្រង់ជួរអ្នកណាមកមុនបានចូលមុនទី2បន្លែខូចឬមិនល្អខ្ញុំមិនទទួលទេទី3ថ្លៃឃ្លាំងថ្លៃដឹកជញ្ជូនត្រូវបង់គ្រប់ទាំងអស់កុំយកឋានៈចាស់មកគៀបសង្កត់ខ្ញុំបានខ្ញុំយល់ព្រមចំណុចចុងក្រោយរឿងដែលអ្នកធ្លាប់ធ្វើដាក់ខ្ញុំកន្លងមកកាត់ផ្លូវខ្ញុំបង្ខំតម្លៃខ្ញុំរឿងនេះមិនទាន់ចប់ទេគ្រាន់តែទុកក្នុងបញ្ជីសិនគាត់ទុកទៅវីវ៉ាវសាយទៅតម្រង់ជួរបាទឲ្យគាត់នៅលេខរៀងចុងក្រោយឡានលេខ3ទៅមុនហាន់ជាងបន្លែខ្ញុំនេះថ្លឹងឲ្យខ្ញុំមុនទៅតម្រង់ជួរបន្លែខ្ញុំទុកយូរមិនបានទេបន្លែនឹងទុកយូរអត់កាត់ទេហាន់ជាងកុំធ្វើអីហួសហេតុពេកទំនិញគាត់បើទុកយូរគឺខាត់តម្លៃហើយលោកកិននេឲ្យកចិនពេលដែលអ្នកដេញខ្ញុំចេញអ្នកធ្លាប់គិតពីចិត្តខ្ញុំទេបានហើយខ្ញុំរងចាំឡានលេខ4មកដល់កន្ត្រកនេះថ្នាក់លេខ2ថ្នាក់លេខ2អ្នកមើលច្រឡំហើយអត់ច្រឡំទេមើលដោយខ្លួនឯងទៅហានជាងកុំធ្វើអីហួសហេតុពេកខ្ញុំមិននិយាយលេងទេទំនិញនេះថ្នាក់លេខ2ទម្ងន់36គីឡូកន្ត្រកបន្ទាប់មកហានជាងអ្នកមិនទុកមុខឲ្យខ្ញុំបន្តិចសោះឡាននេះចេញទៅគឺអស់ពាក់កណ្ដាលស្តុកហើយឡានខាងក្រោយជារបស់ពូលីនៅចុងភូមិអូខេធ្វើតាមនឹងចុះហានជាងគេថាអ្នកឈ្នះហើយខ្ញុំឈ្នះរឿងអីកុំធ្វើពុតជាមិនដឹងអីពីមុនផ្លូវនេះខ្ញុំជាអ្នកសម្រេចរឿងពីមុនគឺពីមុនចុះឥឡូវវិញឥឡូវត្រូវដើរតាមច្បាប់ហាងជាងស្តុកនេះសហករណ៍ត្រូវចរចាជាមួយអ្នកថ្មីថ្ងៃនេះដូចជាកំពុងយកសពអញ្ចឹងទើបតែចាប់ផ្ដើមទេអ្នកទើបតែឈរជើងបានរឹងមាំប៉ុណ្ណោះឈរជើងបានរឹងមាំទើបងាយស្រួលធ្វើផ្លូវបន្តហាងជាងប៉ាអ្នកឃើញទស្សនភាពនេះគាត់ប្រកាសជាសប្បាយចិត្តខ្លាំងណាស់មើលបន្តិចទៅការស្តុកនិងការលក់រួមគ្នាមិនមែនគ្រាន់តែលក់បន្លែទេគឺកំពុងកសាងផ្លូវយោពមអញ្ចឹងយើងត្រូវធ្វើវាឲ្យដល់ទីបញ្ចប់ហាងជាងថាអីរឿងនេះអ្នកសង្កត់តម្លៃខ្លាំងពេកហើយខ្ញុំសង្កត់តម្លៃអ្នកឯណាអ្នកដាក់ទំនិញខ្ញុំជាថ្នាក់លេខ2ទាំងអស់នេះមិនមែនជាការសង្កត់ទេបន្លែខាងក្រោមសុទ្ធតែខូចតើអ្នកចង់លក់ជាថ្នាក់លេខ1ដែរឬលោកស៊ីទំនិញបែបណាតម្លៃបែបហ្នឹងហើយតម្លៃនេះខ្ញុំព្រមទទួលបើកឡានឲ្យលឿនឡើងនៅខាងក្រោយនៅសល់3ឡានទៀតលេខរៀងខ្ញុំលែងមានលទ្ធភាពដេញថ្លៃហើយគេដេញថ្លៃបានចុះអ្នកវិញអ្នកបន្ទាប់អ្នកពិតជាមិននឹកឃើញរឿងចាស់ខ្លះសោះមែនទេកុំមកនិយាយរឿងចាស់ជាមួយខ្ញុំពីមុនយើងនៅភូមិជាមួយគ្នាជួបមុខគ្នារាល់ថ្ងៃអញ្ចឹងយប់ដែលអ្នកមកកំទេចរោងខ្ញុំក៏ហៅថានឹកឃើញរឿងចាស់ដែរមែនទេថ្ងៃដែលអ្នកដណ្ដើមមួយខ្ញុំក៏ហៅថានឹកឃើញរឿងចាស់ដែរយប់ដែលអ្នកកាត់ផ្លូវរកស៊ីខ្ញុំក៏ហៅថានឹកឃើញរឿងចាស់ដែររឿងនោះគឺកុំពន្យល់អីថ្ងៃនេះដែលអ្នកអាចឈរនៅទីនេះបានមិនមែនព្រោះខ្ញុំនឹកឃើញរឿងចាស់ទេគឺព្រោះខ្ញុំគោរពច្បាប់ទម្លាប់ពីមុនអ្នកបំផ្លាញដំណាំខ្ញុំមួយរោងឥឡូវខ្ញុំឲ្យអ្នកតម្រង់ជួរតាមច្បាប់
គឺទុកមុខឲ្យអ្នកច្រើនណាស់ហើយឡានបន្ទាប់ឲ្យគ្រួសារលោកលីទៅមុនហានជាងពេញប៉ោះរបស់ខ្ញុំស្អែកអាចដឹកចេញបានទេថ្ងៃនេះដាក់ចូលឃ្លាំងសិនស្អែកព្រឹកចាំបែងចែកខានស្អែកចាំដឹកតាមក្រុមទៅតាមសម្រួលចុះហានជាងរឿងសហគមន៍ទុកនិយាយគ្នាពេលក្រោយតម្រង់ជួរទៅឡានចុងក្រោយចេញអស់ហើយចេញទៅបាត់ហើយទៅមុខទៀតពិតជាមិនដូចមុនមែនហានជាងអ្នកឈ្នះហើយអ្វីដែលខ្ញុំឈ្នះមិនមែនឈ្នះអ្នកទេពេលដែលអ្នកត្រឡប់មករោងខ្ញុំកាលនោះអ្នកគិតថាអ្នកបំផ្លាញដំណាំខ្ញុំតែមួយរោងតែអ្នកបានដាស់ស្មារតីខ្ញុំអ្វីដែលត្រូវសងខ្ញុំក៏ទុកក្នុងបញ្ជីអស់ហើយពីមុនខ្ញុំប្រជែងទំនិញជាមួយអ្នកតែឥឡូវខ្ញុំការពីច្បាប់ទម្លាប់នៅទីនេះដំណាំរបស់ប្រជាជនទាំងភូមិគឺត្រូវតែទៅតាមតម្លៃតាមលេខរៀងនិងតាមទំនិញ